lấy trong giờ ban solo xong tiếng ớt đã không bông xạ tiếng pram hai chắc này cứ chẳng ai trong thua vậy tiếng chả lấy này cô xạ giờ bị bạt bận tọt ní bom bơ cho xạ thiệt bận tọt là dân thua hai nắng đã châu không bông xạ môi môi chấm nuôn bay đầm nọ ở lấy này cụ dừng kẹt khơi po kho kho này vấn tay này cụ ai vô vì một cái lọc xạ mới ta po bảo viên nó prai pro tiết được con nơi ta po năng đài chẳng thua mưa nữa chẳng khơi thao viên năng miền po lưỡng solo xong ti muối hay solo xong ti pi tiếng chẳng khơi po riêng khiêu cha hay solution tí bấy chà mới tới bò nhưng có hòm chẳng solution tí 4 khơi bò cha trên kế có hòm nó tại có hòm cha hay solution tí param này về để dân clock tới hiện sang cây khơi thà bò bị rừng sra trên kế chà có hòm rừng sra chắc từ lọp bị từ đào bên nhà cụ đẹp nhom tha chầm pua bò để dân nhầm bán để mình được chết chú dân chặt tục với chía acid trên này cụ nó nói solution đấy cứ nhom dùng rồi bò muối để tẹt tông bò nhầm này cứ crochma chẳng ấy trên này cụ khơi thật tắc crochma nó về để dân đã ăn thịt trong alpo rồi có sa thịt bắn to là dân thừa hơi nữa bò bảo viết là bò ấy cứ bò cà trúng chả cứ có hòm sra nó chắc nó không bông xạ pi tiết nè có ai son than bán thay về chia axit rư con mình mèn pi này nè cô pi này vì trong son than thay về chia axit đấy đôi sao vì mình lẹ cái nè bò với cứ sử dụng năng bò tật rồi mà này chắc trong bông xạ pi tiết nè có ai son than bán đấy trong này pi tiết đôi sao khi mà đăng thay vì năng song co copy po xin chẳngแต่นี่มันดังทาปอนั่งจีคือสงกอทาจีเล็กขนาดบ่อยเตะแล้วยังมีตารางมุ้ยสำหรับไอ้เนี่ยครูเตรียมตัวทาตาบำปงสะปีเตียนนั่นคือจีอาซิดหรือคอมันแมนจังตารางนี้คือบรรเจปีดำไหลไปฮะนังปอระบอโซชงจังในเปได้ไปฮะบอโซชงมุ้ยมีดำไหลสมาปีปอบอวีในเปได้ยังปลายตักสเปกระดาวสไปนั่งปอบอวีคือปลายเชียปอกับหอมហើយនៅពេលដែលសូចង់របស់យើងមាន pH ស្មើ4ពណ៌របស់វាគឺពណ៌ស្វាយនៅពេលដែល pH របស់សូចង់នឹងមានតម្លៃស្មើនឹង6ពណ៌របស់វាគឺពណ៌ខៀវចាស់នៅពេលដែលសូចង់មាន pH ស្មើនឹង8ពណ៌របស់វាគឺពណ៌ខៀវចំណែកឯសូចង់នឹងមាន pH ស្មើ10ពណ៌របស់វាគឺពណ៌បៃតងឬក៏ពណ៌ខៀវចំណែកឯសូចង់ដែលមាន pH 12ឬក៏12ឡើងទៅពណ៌របស់វាគឺពណ៌បៃតងឬក៏ពណ៌លឿងចា៎ចឹងអ្នកគ្រូអាចផ្ទៀងផ្ទាត់បានទេថាតើសូចង់3យើងរៀបចំគឺទឹកក្រូចឆ្មាទឹកខ្មេះហើយនឹងសូចង់សាប៊ូលាងបង្គន់ហ្នឹងតើ pH របស់យើងនឹងស្ថិតនៅចន្លោះតម្លៃប៉ុន្មានទៅចាអញ្ចឹង pH នេះ3នេះណាចា3នេះគឺខ្ញុំសង្កត់ឃើញថាវាគឺមានតម្លៃពី2ឡើងទៅដល់អញ្ចឹងតម្លៃ pH របស់វាគឺប្រហែល2ចា
ចាដូច្នេះខ្ញុំសង្កេតឃើញថាពណ៌ solution ទាំង3នេះដែលមានពណ៌ក្រហមរបៀបនេះចាខ្ញុំសង្កេតឃើញខ្ញុំអាចសន្និដ្ឋានបានថាវាមានតម្លៃ pH ប្រហែលជា2ចាដោយសារវាមានពណ៌ក្រហមហើយចំណែក2ទៀតចា solution មួយនេះគឺតាមខ្ញុំពិនិត្យមើលទៅវាមិនមែនដូចជាពណ៌ខៀវចាស់ទេវាទៅជាពណ៌បៃតងខៀវចាអញ្ចឹងខ្ញុំអាចសន្និដ្ឋានថាវានេះគឺមានរង្វាស់ pH ស្មើនឹង10ចាហើយ solution មួយនេះទៀតគឺវាមានពណ៌លឿងចាវាមានពណ៌លឿងអញ្ចឹង pH របស់វាឡើងទៅដល់12ចាតាមការសង្កេតចាអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់អ្នកគ្រូមួយផងដែរអំពីលក្ខណៈរបស់អាស៊ីតឬក៏បាសអញ្ចឹងនៅពេលដែល pH របស់ solution មួយនៅចន្លោះពី1រហូតដល់6មានន័យថាតូចជាង7អញ្ចឹងយើងចាត់ទុកវាជា solution អាស៊ីតប៉ុន្តែនៅពេលដែល solution មួយដែលមាន pH ធំជាង7រហូតដល់14អញ្ចឹង solution ហ្នឹងយើងចាត់ទុកជាបាសអញ្ចឹងអ្នកគ្រូអាចសន្និដ្ឋានបានទេ solution 2ដែលនៅក្នុងកំពង់សាកអត់មានពណ៌ក្រហមដូច solution 3ខាងនេះវាជាអីចាអញ្ចឹងបើអ្នកគ្រូបានប្រាប់ខ្ញុំបាញ់មិញខ្ញុំអាចសន្និដ្ឋានបានថា solution 2ដែលវាមិនមែនមានពណ៌ក្រហមនេះវាគឺជា solution បាសចា solution បាសត្រឹមត្រូវណាអ្នកគ្រូចាអញ្ចឹងក្រៅពីធាតុបន្ទាល់ដែលយើងប្រើជាលក្ខណៈជា solution បែបនេះគឺយើងអាចបង្កើតជាกระดาษ pH មួយដោយយើងកាត់យកกระดาษ A4 กระดาษរាមរបស់យើងហ្នឹងកាត់វាជាបំណែកតូចៗទៅហើយយើងយកវាជ្រលក់ក្នុងធាតុបន្ទាល់របស់យើងបន្ទាប់មកគឺយើងយកវាទៅហាលថ្ងៃឲ្យស្ងួតហើយយើងអាចយកវាមកប្រើដោយជ្រលក់នៅក្នុង solution ដែលយើងចង់ធ្វើតេស្តតែម្ដងចាយើងអាចប្រើតាមវិធីនេះជំនួសបានចាតែខ្ញុំឆ្ងល់ទៀតអ្នកគ្រូព្រោះយើងឃើញថាស្ពៃក្តោបពណ៌ស្វាយនេះពេលដែលយើងឃើញទៅមានពណ៌ស្វាយចាយើងអាចប្រើជំនួសបានអញ្ចឹងខ្ញុំឃើញមានផ្កាខ្លះដែលមានពណ៌រាងស្វាយដូចគ្នាតែយើងអាចយកមកជំនួសស្ពៃក្តោបនឹងធ្វើបានដែរឬទេចាយើងអាចធ្វើបានអញ្ចឹងយើងអាចយកផ្ការំយោលមកធ្វើជាធាតុបន្ទាល់បានប៉ុន្តែគ្រាន់តែផ្ការំយោលនៅពេលដែលយើងយកវាប្រើគឺយើងអត់ប្រើវាស្ងោរបែបនេះទេគឺយើងយកវាត្រាំទៅក្នុងអាល់កុលត្រាំអាល់កុលដាក់ភ្លាមឬមួយក៏យើងទុកយូរយើងទុកមួយរយៈរហូតដល់វាចេញពណ៌ដូចយើងដាំក្នុងទឹកក្តៅនឹងដែរចាអ្នកគ្រូតើសង្កេតឃើញកន្ត្រៃនេះយ៉ាងដូចម្ដេចដែរចាកន្ត្រៃនេះមានច្រេះឃើញកន្ត្រៃមានច្រេះតើអ្នកគ្រូគិតយ៉ាងម៉េចបានដឹងថាកន្ត្រៃមានច្រេះតើបណ្ដាលមកពីអ្វីចាតាមខ្ញុំដឹងកន្ត្រៃមានច្រេះដោយសារយើងទុកកន្ត្រៃហ្នឹងចោលត្រូវខ្យល់ចាត្រូវនឹងសំណើមទឹកចាអញ្ចឹងយើងថាការឡើងច្រេះនេះគឺបណ្ដាលមកពីការត្រូវខ្យល់ហើយនឹងសំណើមទឹកចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកពិសោធន៍មួយដែលតាក់ទងទៅនឹងការឡើងច្រេះដែរចាប៉ុន្តែខ្ញុំចង់សួរអ្នកគ្រូបន្តិចថាតើកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការឡើងច្រេះនៃដែកចាកត្តាដែលជះឥទ្ធិពលនៃការឡើងច្រេះរបស់ដែកនោះគឺមានដូចជាកត្តាខ្យល់ចាសំណើមនិងកម្ដៅអញ្ចឹងគិតថាកត្តាខ្យល់សំណើមហើយនិងកម្ដៅចាអញ្ចឹងដើម្បីឲ្យដឹងបានច្បាស់លាស់នៃការគិតរបស់អ្នកគ្រូនឹងត្រឹមត្រូវដែរឬទេខ្ញុំនឹងបង្ហាញពិសោធន៍មួយដល់អ្នកគ្រូចាអញ្ចឹងយើងមានបំពង់សាក3គឺយើងដាក់នៅក្នុងលក្ខខណ្ឌ3ផ្សេងគ្នាទី1គឺយើងត្រូវការយកដែកគោលដាក់នៅក្នុងបំពង់សាកនេះដោយអត់មានប្រើអ្វីទេគឺនៅក្នុងខ្យល់ស្ងួតចាទី2គឺយើងត្រូវដាក់ដែកគោលនៅក្នុងបំពង់សាកនេះជាមួយនឹងទឹកក្តៅហើយរួចហើយយើងត្រូវចាក់ប្រេងឆាបន្តិចចាដើម្បីទប់អុកស៊ីសែនកុំឲ្យចូលដល់ទឹកចាហើយទី3គឺយើងត្រូវប្រើទឹកធម្មតាតែម្ដងចាអញ្ចឹងយើងប្រើសារ៉ាងនេះគឺដើម្បីវាល់ទឹកចាឲ្យវាបានស្មើគ្នាចាដែលយើងងាយស្រួលក្នុងការសង្កេតហើយវាល់ប្រហែលដែរលោកគ្រូទឹកយើងប្រើប្រហែលជា 3.5 មីលីលីត្រអីបានហើយចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមធ្វើពិសោធន៍យកមកធ្វើអីដែរអ្នកគ្រូចាគឺស្កុតនេះពេលណាដែលយើងដាក់ទឹកហើយយើងដាក់ដែកគោលហើយយើងប្រើស្កុតនេះដើម្បីបិទបំពង់សាកទាំងអស់កុំឲ្យមានខ្យល់ចេញចូលមកទៀតចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមធ្វើពិសោធន៍អញ្ចឹងមុនដំបូងយើងត្រូវដាំទឹកសិនណាអ្នកគ្រូចាអញ្ចឹងអ្នកគ្រូដាំទឹកបន្តិចចាមើលសិនអញ្ចឹងយើងចាក់ទឹកពាក់កណ្ដាលឬក៏ចាក់ទាំងអស់លោកគ្រូចាក់ពាក់កណ្ដាលបានហើយត
ទឹកនេះយើងដាំរហូតដល់ពុះឬក៏យើងយកត្រឹមដាំក្តៅទេ យើងដាំឲ្យពុះតែម្ដងអ្នកគ្រូហើយដើម្បីកុំឲ្យខាត់ពេលយូរយើងចាប់ដើមវល់ទឹកនេះដាក់នៅក្នុងកំពង់សាក ចាអញ្ចឹងមុនដំបូងយើងអត់ដាក់អីទេយើងដាក់តែដៃគោលនៅក្នុងកំពង់សាក ចារួចយើងប្រើស្កុតបាត់វា ចា ចាយើងប្រើសារ៉ានេះវល់ទឹកដើម្បីដាក់នៅក្នុងនេះចឹងកុំឲ្យខាតពេលវេលា ចាអញ្ចឹងយើងចាប់ផ្ដើមដាក់នៅក្នុង ចា តាមមកយើងដៃគោល យើងយកដៃគោល ចាអញ្ចឹងទឹក យើង យើងពុះ សង្ ហើ កេ យ ត អញ្ចឹង មើលទឹកយើងពុះហើយអញ្ចឹងអ្នកគ្រូបាត់ទៅ អញ្ចឹងយើងវល់ ចា ទឹក ហើយយើងវល់ទឹកនេះទឹកក្តៅយើងដាក់ឲ្យតិចជាងទឹកត្រជាក់ដើម្បីយើងដាក់ប្រេងឆា អញ្ចឹងយើងវល់តិចជាងអញ្ចឹងយើងដាក់ត្រឹមតែ2ជាងបន្តិចបានទេណាគ្រូ អ្នកគ្រូបញ្ឈរវាអស់សិនចាហើយយើងចាំមើលលេខចា យ៉ាងនេះយើងដាក់តែ2ទេណា ចា តែមកយើងដាក់ប្រេងឆាប៉ុន្មានទៅណាគ្រូ យើងដាក់បន្ថែមធ្វើម៉េចឲ្យបានស្មើកម្ពស់គ្នានឹងទឹកត្រជាក់ដែលយើងដាក់ អញ្ចឹងដល់នេះយើងវល់ដែរចាំបាច់នេះយើងស្មានតែម្ដងទៅណាលោកគ្រូ ចា អញ្ចឹងអ្នកគ្រូជួយកាន់ឲ្យខ្ញុំដើម្បីខ្ញុំវល់វាស្មើគ្នា បាំង អញ្ចឹងយើងថែមបន្តិចទៀតនេះអ្នកគ្រូស្មើគ្នាណាចាស្មើហើយតោះមកអញ្ចឹងយើងបងដៃគោលដដែលណាលោកគ្រូ ចាយើងដាក់ដៃគោលនៅក្នុងនោះហើយយើងបិទ ចាបន្ទាប់ពីយើងពិសោធន៍រួចហើយយើងត្រូវរងចាំរយៈពេល2ថ្ងៃដើម្បីសង្កេតមើលលទ្ធផលពិសោធន៍នេះបន្ទាប់ពីទុករយៈពេល2ថ្ងៃក្រោយមក ចា អ្នកគ្រូសង្កេតមើលក្នុងបំពង់សាកនីមួយៗតើមានអ្វីកើតឡើងខ្លះ ចាអូអញ្ចឹងពងសាកដែលយើងដាក់ទឹកនេះចាអញ្ចឹងដូចជាមានច្រេះណាលោកគ្រូទឹកធម្មតាមានច្រេះពណ៌ក្រហមត្នោតចាអញ្ចឹងបំពង់សាកបន្ទាប់មកដែលយើងដាក់ទឹកក្តៅហើយនឹងប្រេងនេះក៏មានច្រេះដែរតែគ្រាន់តែច្រេះរបស់វាមានលក្ខណៈខុសគ្នាត្រង់យើងដាក់ទឹកធម្មតានេះច្រេះច្រើនជាងតើយើងដាក់ទឹកក្តៅលាយជាមួយខ្លាញ់ច្រេះដែរច្រេះនឹងតិចជាង ចាមានច្រេះតិចជាងចាំបំពង់សាកមួយទៀតនោះតើអ្នកគ្រូសង្កេតឃើញយ៉ាងម៉េចដែរ ចាបំពង់សាកដែលយើងអត់ដាក់ទឹកនោះចាបំពង់សាកដែលមានទឹកខ្យល់នោះដូចអត់តាន់ឃើញមានច្រេះកាត់ឡើងទេ ចាគឺយើងសង្កេតឃើញអត់មានច្រេះទេ ចា អញ្ចឹងខ្ញុំចង់ដឹងបន្ទាប់ពីអ្នកគ្រូសង្កេតមើលហើយណាតាមកំពង់សាកនីមួយៗខ្ញុំចង់ដឹងថា
ចឹងហេតុអ្វីបានជាក្នុងបំពង់សាកដែលគោលនៅក្នុងបំពង់សាកនីមួយៗហ្នឹងគឺមានការឡើងច្រេះហ្នឹងខុសប្លែកគ្នា ចាតាមខ្ញុំសង្កេតមើលលទ្ធផលពិសោធន៍ខ្ញុំអាចនិយាយបានថាក្នុងបំពង់សាកដែលមានដែលគោលឡើងច្រេះច្រើននេះនៅក្នុងនោះវាមានទឹកហើយនិងខ្យល់ចាក្នុងខ្យល់ក៏មានអុកស៊ីហ្សែនចឹងធ្វើឲ្យដែលគោយើងនោះឡើងច្រេះបានល្អចាមានឡើងបានច្រើនច្រេះហ្នឹង ចាចុះបំ ហើយ ពង់ ដល់ សាក បំ មួយ ពង់ ទៀត សាកបន្ទាប់នេះអត់ថាច្រេះកើតឡើងដែរតែតិចជាងបំពង់សាកដែលយើងដាក់ទឹកធម្មតាដោយសារក្នុងនេះយើងប្រើខ្លាញ់ហើយនឹងទឹកក្តៅហើយខ្លាញ់នេះវាមិនអាចឲ្យអុកស៊ីហ្សែនចូលទៅដល់ក្នុងទឹកនេះបានច្រើនចាអញ្ចឹងធ្វើឲ្យច្រេះហ្នឹងវាកើតដែរកើតតែតិចតួច ចាហើយដល់កែវដែលយើងដាក់តែមានតែខ្យល់នេះមានតែអុកស៊ីហ្សែននេះចាហើយវាអត់មានទឹកទេអញ្ចឹងវាឡើងច្រេះដែរតែវាឡើងយូរមិនមានច្រេះចា ចាអូអ្នកគ្រូមានការបកស្រាយហ្នឹងបានច្បាស់លាស់ណាស់ដូច្នេះអ្នកគ្រូអាចធ្វើសន្និដ្ឋានមួយឲ្យបានត្រឹមត្រូវទេថាតើកត្តាដែលជះឥទ្ធិពលដល់ការឡើងច្រេះនៃដែកហ្នឹង ចា វាតកតងទៅនឹងអ្វីខ្លះសូមអ្នកគ្រូសរុប អញ្ចឹងអាចសរុបមកតាមរយៈពិសោធន៍របស់យើងនេះកត្តាដែលអាចឲ្យឡើងច្រេះនៃដែកហ្នឹងចាមានកត្តាទឹកចានិងអុកស៊ីហ្សែននៃខ្យល់ ចាអញ្ចឹងគឺវាអាស្រ័យទៅនឹងទឹកចាបានន័យថាមានសំណើមហើយនឹងតកតងទៅនឹងខ្យល់ផងដែរ ចា ចាអញ្ចឹងអ្នកគ្រូអាចសន្និដ្ឋានបានហើយខ្ញុំចង់បញ្ជាក់ទៀតថាសម្ភារៈដែលតកតងទៅនឹងធ្វើពីលោហៈហ្នឹងវាភាគច្រើនឡើងច្រេះអញ្ចឹងអ្នកគ្រូត្រូវធ្វើដូចម្ដេចខ្លះដើម្បីការពារលោហៈទាំងអស់នោះកុំឲ្យមានច្រេះ ចាអញ្ចឹងចាយើងអាចថាសម្ភារៈដែលយើងប្រើពីលោហៈចាដូចជាដែកអញ្ចឹង ចាដូច កន្ត្រៃយើងអញ្ចឹងណាគ្រូចាអញ្ចឹងគេអាចប្រើការពារកុំឲ្យមានច្រេះនោះយើងអាចលាបថ្នាំពណ៌ ឆ្នាំពណ៌ ចាឬក៏យើងលាបខ្លាញ់វិញចា លាបខ្លាញ់ ចា ចាអស់ហើយប៉ុណ្ណឹងអ្នកគ្រូ អាចមានបន្តទៀតតែ ចាមានច្រើនតទៀតអញ្ចឹងគឺសម្ភារៈដែលយើងធ្វើពីលោហៈជាពិសេសធ្វើពីដែកហ្នឹងគឺយើងដឹងហើយថាវានឹងទទួលនឹងការច្រេះច្រើននៅពេលណាដែលវាជួបនឹងសំណើមហើយនឹងខ្យល់អញ្ចឹងដើម្បីជៀសវាងកុំឲ្យច្រេះគឺយើងត្រូវរក្សាទុកវាឲ្យបានល្អគឺទីកន្លែងដែលមានដែលស្ងួតចាហើយជាពិសេសគេត្រូវលាបប្រេងឬខ្លាញ់ចាហើយនឹងគេលាបថ្នាំអីជាដើម ចា